ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើឆ្អឹងជំនីជ្រូកឆាអំបិលម្ទេសឲ្យមានរសជាតិឆ្ងាញ់តែជាទូទៅឆ្អឹងជំនីជ្រូកបងប្អូនតែងតែយកទៅស្ងោរឬមួយក៏យកទៅស្លម្ជូរអីចឹងណាបងប្អូនតែថ្ងៃនេះនាងខ្ញុំយកមកឆាអំបិលម្ទេសតែរៀងប្លែកបន្តិចប៉ុន្តែរសជាតិរបស់វាគឺថាឆ្ងាញ់ណាស់បងប្អូនចាស់ឆ្អឹងជំនីជ្រូកនាងខ្ញុំមានចំនួនកន្លះគីឡូរួចនាងខ្ញុំយកមកប្រឡាក់ម្សៅស៊ុបមាន់មួយស្លាបព្រាកាហ្វេស្ករសកន្លះស្លាបព្រាកាហ្វេចាស់យើងប្រឡាក់គ្រឿងខ្លះអញ្ចឹងទៅធ្វើឲ្យឆ្អឹងជំនីជ្រូកនោះវាមានជាតិទេបងប្អូនវាអត់សាបពេលដែលយើងយកទៅបំពងណាចាំតាមនេះខ្ញុំច្បល់គ្រឿងនឹងឲ្យវារលាយចូលជាមួយនឹងជំនីជ្រូកហើយនេះខ្ញុំផ្អាប់ទុករយៈពេល15នាទីសិនដើម្បីវាកាន់តែចូលជាតិបានល្អដល់នេះខ្ញុំលាយទឹកស្ករដោយដាក់ស្ករសចំនួន1ស្លាបព្រាបាយកន្លះប៊ីចេង1ស្លាបព្រាកាហ្វេហើយម្សៅស៊ុបមាន់ចំនួនកន្លះស្លាបព្រាកាហ្វេទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយទឹកម្ទេស1ស្លាបព្រាបាយដែរហើយនេះខ្ញុំដាក់ទឹកធម្មតាហ្នឹងចំនួន4ស្លាបព្រាបាយកូរឲ្យគ្រឿងផ្សំទាំងអស់ហ្នឹងវារលាយសព្វចូលគ្នាល្អសិនមកហើយបងប្អូនក៏អាចថែមថយរសជាតិនៅពេលដែលយើងកូរទឹកសោះនេះអញ្ចឹងណាបងប្អូនចូលចិត្តរសជាតិបែបណាអាចថែមថយនៅពេលហ្នឹងបានតាមទៀតនេះខ្ញុំចាប់ផ្ដើមកាត់ម្ទេសម្លែចំនួន2ផ្លែហើយនឹងដាក់ម្ទេសដៃនាង2ផ្លែដែរហើយនឹងមានខ្ទឹមសចំនួន5កំពឹសចា៎នេះខ្ញុំដាក់លាយម្ទេសម្លែដោយសារនេះខ្ញុំមិនចង់ឲ្យវាមានរសជាតិហឹរពេកហើយនឹងឲ្យពណ៌ឆាបើម្ទេសបំពងនេះគឺវាមានពណ៌ស្អាតបងប្អូនវាក្រហមគួរឲ្យចង់ញ៉ាំឥឡូវនេះខ្ញុំបុកបានបែកប៉ុណ្ណឹងហើយនេះខ្ញុំដួសវាទុកម្លាយសិនឥឡូវមកមើលជំនីជ្រូកគឺវាគ្រប់15នាទីហើយនេះខ្ញុំក៏បានយកម្សៅបំពងស្រួយចំនួន4ស្លាបព្រាបាយហ្នឹងមកប្រឡាក់ជាមួយនឹងឆ្អឹងជំនីហ្នឹងឲ្យសព្វល្អសិនមកមុននឹងយកទៅបំពងបងប្អូនយើងប្រឡាក់ម្សៅបំពងអញ្ចឹងមកដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ពីព្រោះពេលដែលយើងបំពងទៅគឺវាក្រៀមបានល្អឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ប្រេងឆាចូលនៅក្នុងខ្ទះឲ្យក្តៅសិនតពីប្រេងឆាក្តៅហើយនេះខ្ញុំយកឆ្អឹងជំនីជ្រូកនោះមកបំពងរហូតតតែឆ្អឹងជំនីជ្រូកនោះវាក្រៀមបានល្អតែពេលដែលបំពងបងប្អូនកុំដាក់ភ្លើងខ្លាំងពេកគឺដាក់លើមកល្មមទៅចាស់ក្នុងអំឡុងពេលដែលបំពងបងប្អូនអាសាប្រែវាផងប្រែដើម្បីឲ្យវាដិនសប់បានល្អចាឥឡូវឃើញថាវាឡើងក្រៀមប៉ុណ្ណឹងហើយនេះខ្ញុំស្រង់ចេញចាំតពីស្រង់ចេញរួចហើយនេះខ្ញុំចាក់ប្រេងឆាតែបានបំពងនឹងចេញតតែបន្តិចបានហើយដើម្បីយកមកឆាម្ទេសហើយនឹងខ្ទឹមនឹងឲ្យឈ្ងុយសិនណាបងប្អូនតពីឆាម្ទេសហើយនឹងខ្ទឹមនឹងវាឡើងក្លិនឈ្ងុយហើយនេះខ្ញុំចាក់ទឹកសដែលបានលាយទុកមុននឹងចូលមកតែចំពោះរសជាតិម្ហូបមុខនេះរៀងដិតបងប្អូនខ្ញុំដាក់រសជាតិដិតបើរសជាតិស្រាលវាអត់សូវឆ្ងាញ់អញ្ចឹងណាតែបងប្អូនចូលចិត្តរសជាតិស្រាលអាចធ្វើរសជាតិស្រាលបានចាក់ឆ្អឹងជំនីជ្រូកចូលតែម្ដងរួចឆារហូតតតែឆ្អឹងជំនីជ្រូកហ្នឹងវាចូលជាតិជាមួយនឹងទឹកសនឹងបានល្អមកតប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនតែចំណែករសជាតិដឹងតែឆ្ងាញ់លឹកដៃតែម្ដងចឹងវីដេអូរបស់នាងខ្ញុំក៏សូមបញ្ចប់ឲ្យត្រឹមហ្នឹងដូច like share និង subscribe YouTube channel របស់នាងខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា